បាទជំរាបសួរអ៊ំពូមីងពុកម៉ែបងប្អូននេះជេបាទជាទីគោរពស្រឡាញ់ទាំងអស់គ្នាបាទខានទៅជេគ្នាមួយរយៈឥឡូវនេះ admin វិលត្រឡប់មកជួបបងប្អូនវិញហើយបាទឥឡូវនេះកំពុងធ្វើដំណើរនៅលើដងផ្លូវបងប្អូនយើងតែងតែសាកសួរបាទកាទៀវទូកច្បារម៉ូនបើកនៅម្ដុំណាបាទហើយឥឡូវនេះខ្ញុំនឹងបាទនាំអារម្មណ៍ក៏ដូចជាបាទបង្ហាញនៅទីតាំងកាន់តែច្បាស់ជូនដល់អ៊ំពូមីងពុកម៉ែបងប្អូនបាទបានកាន់តែច្បាស់បាទឥឡូវនេះខ្ញុំនៅលើផ្លូវ44បាទអញ្ចឹងបងប្អូនមកពីភ្នំពេញបាទឆ្លងស្តុបទី1ឆ្លងក្រមស្ពានអាកាសមកដល់ស្តុបទី2គឺស្តុបច្បារម៉ូនយើងនឹងហើយអញ្ចឹងយើងបាទកែងក្រាស់សាំងកាត់ទៅបាត់ស្ដាំផាច់មកបាទ70ម៉ែត្រនៅខាងឆ្វេងដៃឥឡូវនេះខ្ញុំបានមកដល់បាទខាងមុខផ្ទះកាទៀវទូកច្បារម៉ូនហើយបាទអញ្ចឹងឥឡូវនេះការតុបតែងបាទដោយបងប្អូនឃើញបាទនៅខាងមុខអញ្ចឹងបាទមកដល់ឃើញតូបនេះគឺកាទៀវទូកច្បារម៉ូនហើយថ្ងៃនេះបាទឃើញថាបងប្អូនយើងបាទក៏អញ្ជើញមកញ៉ាំបដាបដាដែរបាទនេះពេលព្រឹកហើយខ្ញុំថ្ងៃនេះមកថតបាទនៅពេលព្រឹកអញ្ចឹងថ្ងៃនេះមកថតបង្ហាញនៅទីតាំងជូនអ៊ំពូមីងពុកម៉ែបងប្អូនផងបាទហើយយើងមកញ៉ាំកាទៀវទាំងអស់គ្នាផងបាទអញ្ចឹងបងប្អូនទស្សនាដូចតទៅណាបាទឥឡូវនេះយើងកំពុងតែនៅបាទផ្ទះកាទៀវទូកច្បារម៉ូនឃើញថាបងប្អូនយើងបាទបងបាទក្រុងច្បារម៉ូនខេត្តកំពង់ស្ពឺយើងគឺស្គាល់ច្រើនបាទស្គាល់ច្រើនហើយលើល្បីតគ្នាបាទតាមបណ្ដាញសង្គម Facebook ក៏ដូចជា TikTok ក៏ដូចជា YouTube ផងដែរអញ្ចឹងថ្ងៃនេះបាទមកដល់ទីតាំងផ្ទាល់ហើយយើងមកញ៉ាំកាទៀវទូកជាមួយគ្នាណាបាទនេះឥឡូវខ្ញុំបានកំងបាទកាទៀវទូកបាទសាច់ស្រួយបាទកាទៀវទូកបាទទឹកខ្មៅសាច់គោស្រួយគ្រឿងក្នុងសរសៃកែងបាទមានប្រហិតទៀតអញ្ចឹងបងប្អូនបាទកុំភ្លេចណាចង់ញ៉ាំកាទៀវទូកឆ្ងាញ់កុំភ្លេចកាទៀវទូកច្បារម៉ូនប៉ះបងប្អូនញ៉ាំកាទៀវទូកជាមួយខ្ញុំទាំងអស់គ្នាអូមួយទៀតបងប្អូនកាទៀវទូកយើងបើកពីម៉ោង7ព្រឹករហូតដល់ម៉ោង7យប់បងប្អូនអញ្ជើញមកបាទចន្លោះម៉ោងនេះគឺមានបាទញ៉ាំហើយសម្រាប់បងប្អូនយើងធ្វើដំណើរមកពីខាងកំពង់សោមក្រុងព្រះសីហនុវិញគឺយើងនៅស្តុបទី1វិញបាទបត់ឆ្វេងមក70ម៉ែត្របាទគឺឃើញហើយបាទផ្ទះកាទៀវទូកច្បារម៉ូនអញ្ចឹងបងប្អូនកុំភ្លេចចង់ញ៉ាំកាទៀវឆ្ងាញ់គឺកាទៀវទូកច្បារម៉ូនបាទហើយឥឡូវនេះខ្ញុំបាន order ហើយបាទថ្ងៃនេះមកញ៉ាំកាទៀវទាំងអស់គ្នាបាទឥឡូវនេះខ្ញុំបាទចូលចិត្តបាទដាក់គ្រឿងតិចតែតាមពិតទៅកាទៀវទូកនេះគឺគ្រឿងបាទទឹកស៊ុបនេះគឺល្មមហើយបាទបងប្អូនដែលអត់ចំណង់ចិត្តដាក់គ្រឿងមកបាទគាត់ញ៉ាំបានតែម្ដងតែដោយសារខ្ញុំបាទចូលចិត្តម្ទេសបាទចូលចិត្តរៀងបាទរសជាតិរៀងបាទថែមពុជឆ្មាបន្តិចបាទថែមស្ករបន្តិចថែមម្ទេសបាទហើយសំខាន់គឺបាទបន្លែមានជីនាងវងមានម្អមហើយអ្វីដែលបំភ្លេចមិនបានគឺម្ទេសបងគឺម្ទេសម៉ត់និងបាទម្ទេសជ្រក់អញ្ចឹងបងប្អូនបាទញ៉ាំមួយកាទៀវទូកគឺត្រូវតែម្ដងអញ្ចឹងបងប្អូនដែលធ្លាប់អញ្ជើញមកញ៉ាំអត់បាទម្ទេសអត់ខ្ទឹមជ្រក់និងម្ទេសជ្រក់គឺបាទដូចបាត់អីម្យ៉ាងអញ្ចឹងតោះបងប្អូនបាទកុំឲ្យខាតពេលយូរញ៉ាំកាទៀវជាមួយខ្ញុំទាំងអស់គ្នាបាទសូមជម្រាបសួរទៅកាន់បាទមួយហ្វេនកាទៀវទូកច្បារម៉ូនយើងទាំងអស់គ្នាបាទថ្ងៃនេះ admin មកញ៉ាំបាទកាទៀវទូកទៀតហើយបាទហើយថ្ងៃនេះមកលក្ខណៈបាទឈុតធំតែម្ដងបាទថ្ងៃនេះមកញ៉ាំជាមួយកាទៀវទូកបាទសរសៃកែងជាមួយសាច់គោស្រួយបាទគ្រឿងក្នុងប្រហិតបាទបងប្អូនថ្ងៃនេះកុំភ្លេចណាតាមដានរបស់ខ្ញុំញ៉ាំកាទៀវទូកទាំងអស់គ្នាបាទវ៉ាវបងប្អូនអត់ទាន់បានសាកអត់ទាន់បានចូលញ៉ាំកុំភ្លេចឆ្លងកាត់ខេត្តកំពង់ស្ពឺក្រុងច្បារម៉ូនរបស់ច្បារម៉ូនកុំភ្លេចបាទគឺឆ្ងាញ់កាទៀវទូកច្បារម៉ូនអូមួយទៀតកាទៀវទូកច្បារម៉ូនបើកពីម៉ោង7ព្រឹករហូតដល់ម៉ោង7យប់ចន្លោះម៉ោងនេះបងប្អូនអាចចូលមករកពិសាបានហើយបាទសម្រាប់ទីតាំងកន្លែងបាទបរិយាកាសគឺល្អបងប្អូនអង្គុយមានខ្យល់បរិសុទ្ធចេញចូលហើយងាយស្រួលបងប្អូនជើញមកលក្ខណៈក្រុមការងារក៏ដូចជាបានលក្ខណៈឯកជនភាពក៏បានលក្ខណៈក្រុមគ្រួសារក៏បានដែរគឺស្លាកល្អហើយខាសុខភាពកុំភ្លេចរសជាតិកាទៀវឆ្ងាញ់អនាម័យល្អបាទញ៉ាំហើយចង់ញ៉ាំទៀតបងប្អូនចឹងលឺគេថា100ដងមិនស្មើមកញ៉ាំតម្ដងទេបងប្អូនកុំភ្លេចចង់ញ៉ាំកាទៀវឆ្ងាញ់គឺកាទៀវច្បារម៉ូនតោះបងប្អូនកុំបាត់តែយូរញ៉ាំកាទៀវជាមួយខ្ញុំទាំងអស់គ្នាអេមបងប្អូនអេមញ៉ាំម្ដងហើយញ៉ាំចង់ញ៉ាំម្ដងទៀតបងប្អូន